សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដែលឃើញគេធ្វើបែបអក្សរផុសមកបែបនេះអត់ដែលឃើញគេធ្វើបែបអញ្ចឹងអត់អក្សរគេដាក់លាក់នៅពីក្រោយមនុស្សណាអញ្ចឹងថាអក្សរទាំងអស់ហ្នឹងតើគេធ្វើយ៉ាងម៉េចអូខេឥឡូវខ្ញុំសុំខ្វែងអាហ្នឹងវិញសិនអូខេខ្ញុំបើករូបឧទាហរណ៍មួយដូចថាយើងមានរូបបែបហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាក្លេចមកមើល layer ទាំងនេះមកឥឡូវខ្ញុំដាក់ទាំងនេះមកទៅស្រួលយើងដោះសោវាមកហើយបន្ទាប់មកយើង copy layer នឹងមួយមកអូខេហើយយើងទៅសេអក្សរណាមួយមកខ្ញុំទៅសេអក្សរសិនវាតូចពេកខ្ញុំមិនឃើញឥឡូវខ្ញុំCtrl T មកយើងទាញអក្សរនឹងឲ្យធំមកអូខេទាញមកប្រហែលជាប៉ុណ្ណឹងអូខេខ្ញុំយកប៉ុណ្ណេះចុះចឹងយើងទាញអក្សរនេះចុះក្រោមមួយមកហើយយើងឈរលើ layer ដែលយើងបាន copy ដំបូងមិញហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នា select ចូលកន្លែង select ហើយយកពាក្យថា select subject អូខេបន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា layer mask គឺវាចេញមកបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ copy អក្សរនេះមួយទៀតអញ្ចឹងយើង click មកស្ដាំយើង convert វាទៅ smart object សិនណាហើយបន្ទាប់មកយើង copy វាមកគេយើងអស់វាទៅលើគឺវាចេញមកបែបនេះអញ្ចឹងអាកន្លែង fill នេះអ្នកទាំងអស់គ្នាបថយវាមកទាំងអស់មកហើយយើងចូលមកកាន់ stroke អូខេ stroke បែបនេះខ្ញុំដាក់ប្រហែលជា1ទេខ្ញុំអត់ដាក់ធំទេហើយចុច OK មកបន្ទាប់មកអ្នកទាំងអស់គ្នា click មកស្ដាំហើយយកពាក្យថា create clipping mask មួយនេះអូខេខ្ញុំ convert នេះទៅ smart object ហើយបន្ទាប់មកអ្នកទាំងអស់គ្នាឈរលើអាហ្នឹងហើយចុច control ហើយបន្ទាប់មកcontrol ហើយឈរលើ layer រងដំបូងនេះមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច link បែបនេះអូខេយើងទាញមកលើអក្សររបស់យើងឃើញអត់គឺវាចេញមកលយបែបហ្នឹងចាំមានតែប៉ុណ្្នឹងទេសូមអរគុណ